យើងកំពុងស្ថិតនៅក្នុងចម្បាំងនៃវិញ្ញាណដូច្នេះឥឡូវនេះចូលកត់ខ្លាចដល់ព្រះយេហូវ៉ាហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់និងពិតប្រាកដចោះចូលលះបង់អស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិនៅខាងនាយទន្លេនិងនៅស្រុកអេស៊ីបនោះចេញហើយគោរពបម្រើព្រះយេហូវ៉ាវិញយូស្វេចំពុក24ខ14បើក្រឡេកមើលពីជីវិតយើងវិញយើងឃើញថាមានការលបួងពីលោកីដែលប៉ុនប៉ងបំផ្លាញជំនឿរបស់យើងប៉ុន្តែយើងបែរជាដូចទាហានដែលកំពុងសម្រាកលំហែកាយទាំងដែលសង្គ្រាមមិនទាន់បញ្ចប់នៅឡើយពួកអ៊ីស្រាអែលក៏ដូច្នោះដែរទោះបីមានដីកាណានជាច្រើនទៀតដែលត្រូវវាយកប៉ុន្តែពួកគេលែងចង់ចម្បាំងហើយបែរជាទៅជឿព្រះខ្លាញ់ខ្លាយរបស់ពួកកាណានវិញប៉ុន្តែមុនពេលទទួលមរណៈលោកយូស្វេបានហៅពួកអ៊ីស្រាអែលមកជួបជុំគ្នានៅស៊ីហ្គេមដើម្បីផ្ដាំផ្ញើពាក្យពេចន៍ចុងក្រោយពួកអ៊ីស្រាអែលលែងមានឆន្ទៈក្នុងការច្បាំងទៀតហើយពួកគេគ្រាន់តែចង់រស់នៅជាមួយពួកកាណានប៉ុណ្ណោះក្នុងចិត្តពួកគេពោពេញទៅដោយគំនិតរបស់លោកីថាធ្វើប៉ុណ្ណេះបានហើយអស់កម្លាំងណាស់យើងត្រូវគិតគូររឿងក្រពះសិនពួកគេស្មានថាឲ្យតែដោះស្រាយបញ្ហាជីវភាពចំពោះមុខបាននោះពួកគេនឹងមានសេចក្តីសុខហើយជីវិតយើងមិនមែនសាមញ្ញបែបនោះទេរឿងក្រពះពិតជាសំខាន់ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺបញ្ហាវិញ្ញាណបើបញ្ហាវិញ្ញាណកើតឡើងនោះបង្គោលគ្រឹះនៃជីវិតយើងនឹងត្រូវដួលរលំដូចជាផ្ទះដែលគ្មានសសរវានឹងត្រូវរលំបើគ្មានព្រះជាម្ចាស់នៅក្នុងជីវិតយើងទេនោះជីវិតយើងក៏នឹងត្រូវរលំដែរ